ជំរាបសួរអ្នកនរគ្នាគ្នាខ្ញុំចែកម្លែកតកតងជាមួយនឹងការចែកត្រាយនៅលើ laptop ឬក៏ desktop អ្នកនរគ្នាបើសិនជាអ្នកនរគ្នាត្រូវការប្រើប្រាស់ឧទាហរណ៍ថាខ្ញុំប្រើ computer ហើយខ្ញុំចង់ធ្វើការបែងចែកនៅត្រាយនេះបន្ថែមទៀតដោយមានន័យថាត្រាយមួយនេះខ្ញុំទុកសម្រាប់ដាក់game ទៅដាក់លើឯកសារណាមួយឲ្យសំខាន់ហ្នឹងទៅហើយត្រាយមួយផ្សេងទៀតខ្ញុំដាក់ឯកសារជាទូទៅអញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាបងប្អូនខ្លះគាត់អត់ទៅការចេះដាក់ត្រាយទេហើយគាត់ចង់ធ្វើការបែងចែកនៅត្រាយហើយមួយវិញទៀតអ្នកនរគ្នាដែលប្រើប្រាស់ computer desktop ឬក៏ laptop ហ្នឹងនៅពេលដែលធ្វើការឈូស Windows ភាគច្រើនអាចចេញតកន្លែងត្រាយ C នេះមួយទេបាទត្រាយ C នេះមួយទេអញ្ចឹងមានថា SSD ឬក៏ hard disk អ្នកនរគ្នាហ្នឹងអត់តន់បែងចែកនៅត្រាយខ្ញុំទេបាទខ្ញុំមានត្រាយ C ហើយនិងត្រាយ D អញ្ចឹងឥឡូវនេះខ្ញុំធ្វើការបង្រៀនអ្នកនរគ្នាអំពីការបែងចែកនៅត្រាយផ្សេងទៀតអញ្ចឹងតិចទៀតនេះខ្ញុំនឹងធ្វើការបែងចែកនៅត្រាយនេះផ្សេងទៀតបាទត្រាយ E មួយទៀតបាទត្រាយ E មួយទៀតអូខេតើយើងធ្វើបែបណាដែរតោះឥឡូវនេះយើងធ្វើការប្រាប់អ្នកនរគ្នាតើគេធ្វើយ៉ាងណាដែរចំពោះនេះគឺយើងធ្វើនៅលើ Windows 11ហើយបើសិនជាអ្នកនរគ្នាធ្វើនៅលើ Windows 10ក៏លក្ខណៈស្រដៀងគ្នាដែរអូខេយើងចូលមកកន្លែងពាក្យថា folder ឬក៏ file computer អ្នកនរគ្នាហ្នឹងបាទយើងចូលមកហ្នឹងមកហើយអ្នកនរគ្នា scroll ពាក្យថា this PC this PC នេះបើសិនជាអត់នៅហ្នឹងទេអ្នកនរគ្នាអាចនៅលើអេក្រង់ computer ក៏បានដែរតែខ្ញុំចូលនេះងាយស្រួលជាងបាទយើងចូលមកកន្លែង this PC នេះមកយើង right click មកហើយយើងរើសពាក្យថា slow more option អូខេបន្ទាប់ពីយើង slow more option ចូលពាក្យថា minute បាទ minute ហ្នឹងអូខេមួយអ្នកនរគ្នាចូលកន្លែង minute អ្នកនរគ្នារងចាំបន្តិចទៅបាទចូលមកដល់កន្លែងនេះអ្នកនរគ្នាឃើញពីថា disk management បាទ disk management នេះកន្លែង storage នេះណាអូខេចូលកន្លែង disk management នេះមកខ្ញុំពេកធំបន្តិចនេះគឺជាត្រាយ0របស់ខ្ញុំបាទត្រាយ0របស់ខ្ញុំគឺមានជាទូទៅអ្នកនរគ្នាប្រើមាន 128G 256 512ឬក៏មួយតេទៅតាមត្រាយអ្នកនរគ្នាចឹងទៅតែចំពោះខ្ញុំប្រើ 512G តែជាក់ស្ដែងគឺយើងបានតែ 476.92G ទេអញ្ចឹងនេះគឺជាត្រាយ Windows របស់ខ្ញុំបាទដែលខ្ញុំបង្ហាញមិញហ្នឹងត្រាយ Windows នេះខ្ញុំចូលមកកន្លែងនេះមកបាទនេះគឺជាត្រាយ Windows ដែលមាន 236G យើងឃើញកន្លែងនេះហើយបាទនេះ236នេះហើយត្រាយ D បាទត្រាយ D គឺមាន 238.34G យើងឃើញមកកន្លែងនេះវិញមកអូខេយើងឃើញ38នេះអូខេអានេះវាអាចលៀងលក្ខណៈថាខុសគ្នាបន្តិចតួចទេតែយើងប្រពិតទំហំផ្ទុករបស់យើង256ក៏មិនគាត់ថា256ដែរវាអាចនឹងចន្លោះក្រុមនឹងអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះយើងធ្វើការបែងចែកបាទអ្នកនរគ្នាបែងចែកអ្នកនរគ្នាធ្វើការចូលមកកន្លែងហ្នឹងហើយអ្នកនរគ្នាចុចមកកន្លែង Drive C នេះคลิกលើវាមកណាបាទคลิกមកហើយយើងនេះคลิกយក mouse តាមមកបាទ mouse តាមមកយើងពាក្យថា Snake volume នេះបាទដៃនេះបាទយើងចូលមកកន្លែងហ្នឹងរងចាំបន្តិចមកបាទអានេះយើងធ្វើការ add នៅត្រាយបន្ថែមតើយើងគួរតែ add បែបណាឥឡូវនេះយើងរងចាំបន្តិចទៅអូខេអ្នកនរគ្នាអញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាមិនបាច់ប៉ះពាល់វាទេយើងប៉ះពាល់ដល់កន្លែងនេះបានហើយតើយើងចង់គួរតែចែកត្រាយផ្សេងមួយទៀតទេទំហំផ្ទុកចំនួនប៉ុន្មានដែរបាទបញ្ជាក់កន្លែងហ្នឹងអញ្ចឹងកន្លែងនេះវាដាក់ថា 16500 នេះអញ្ចឹងយើងមើលតែត្រឹមនេះទៅបានហើយនេះមើលត្រឹមនេះមេថាចន្លោះប៉ុណ្ណឹងគឺទំហំវាគឺ 16G បាទអញ្ចឹងបើសិនជាយើងចង់បែងចែកអានេះយើងដាក់ទៅតាមចំនួនអ្នកនរគ្នាចង់ឆ្លាងចង់បានទៅបើសិនជាទំហំផ្ទុកអ្នកនរគ្នាច្រើនយើងដាក់ទៅតាមនឹងទៅតែចំពោះខ្ញុំចង់បែងចែកមួយទៀតយើងដាក់ត្រឹមតែ16G ទៅបានហើយបន្ទាប់ពីយើងរើសរួចហើយយើងចុចបន្ទាប់ទៀតមកបាទយើងធ្វើការបែងចែកទៅតាមនឹងតែម្ដងអូខេហើយត្រាយមួយទៀតនេះគឺជាត្រាយ E បាទអញ្ចឹងអ្នកនរគ្នាអាចរងចាំបន្តិចសារវាពងតែ fill ក្នុងការបែងចែក